ngay từ bốn một đòn ở Spain chẳng như chiếm tay từ mũi nông tìm bằng ngay đây nhom một đòn chẳng nhom nông đây rồi về chùm ná hay tặng đây nhom anh trai nó ở Spain Die Tourste wieder. baby What? របស់ខ្ញុំគឺអត់កេងនៅនឹងទេចង់កេងនៅពលានព្រោះគាត់ថាត្រឹមតែមកយប់ហើយខ្ញុំគោលដៅធំរបស់ខ្ញុំគឺទៅខិតតែហូឡង់តោះបងបាយទស្សនវិជ្ជាបងប្អូនមកមើលខាងឆ្នេរនៅស្ប៉ាញនេះទៅដល់បងប្អូនទីក្រុងគឺដូចក្រុងសៃលបងឆ្នេរគេធ្វើដូចគ្នាចេញទៅយកការចំណាយរបស់ខ្ញុំនៅអេស្ប៉ាញហ្នឹងក្រុងត្រឹមតែ30 យូរ៉ូជាងទេតែមានណាដល់ពេលយប់ឡើងដីដេញឲ្យរោបន្ទប់គេនៅក្នុងក្រុងហើយទូថ្លៃគេហ្នឹងគឺ30 យូរ៉ូជាងអញ្ចឹងជាលុយឡាវាចិត្ត40 ដុល្លារខ្វះតែមិនសេនេះហើយក៏មិនមែនជាបន្ទប់ដាច់ដុល្លារម្នាក់ឯងហ្នឹងណាបន្ទប់សៀជាមួយនឹងស្រីផ្សេងទៀតបងប្អូនអាចមើលក្នុងរូបនេះបានណាតម្លៃ40 ដុល្លារស័ក្តិសមអត់បងប្អូនសម្រាប់ខ្ញុំមកយប់ហើយនឹងមកព្រឹកហ្នឹងគឺខ្ញុំអត់ចង់ចំណាយទេខ្ញុំចង់សម្រាប់ពលានយន្តហោះមកភាសាពលានយន្តហោះហ្នឹងខ្ញុំធ្លាប់មកម្ដងហើយហើយក៏មានកន្លែងគេងស្រួលមួយទៀតមានកៅអីបង្អែកដូចក្រេហ្មងណាប៉ុន្តែខាងគ្រួសារខ្ញុំគាត់អត់សុខចិត្តទេព្រោះថ្ងៃដំបូងចង់ខ្ញុំគេងស្រួលហើយនឹងសម្រាប់សុវត្ថិភាពអញ្ចឹងមិនគាត់អស់ចិត្តបើខ្ញុំអត់កក់ទេក៏គាត់កក់ឲ្យហើយមិនគាត់ផ្ញើទៀតអញ្ចឹងគម្រាមយកហ្មងតែបន្ទាប់ពី breakfast មីមកកំប៉ុងហ្នឹងហើយដើរចូលក្រុងដើម្បី explore ហ្មងរបស់ខ្ញុំនៅក្នុងទីក្រុងអេស្ប៉ាញនេះក៏មាន3ចំណុចទីមួយគឺខ្ញុំឡើងភ្នំតែមើលកន្លែងបងមូលនេះដូចនៅក្នុងខាងទីក្រុងរ៉ូមអញ្ចឹងតែកន្លែងនេះគេអត់បើកគេបើកម៉ោង10ព្រឹកហើយខ្ញុំក្រោកម៉ោង6អត់ទាន់ភ្លឺទេរហូតដល់ម៉ោង9បានគេចាប់ដើមភ្លឺស្រៀងនេះប៉ុន្តែប្រទេសនេះខ្ញុំបានកម្រងទុកមុនណាដោយសារតែខ្ញុំគិតថាទីក្រុងស្ប៉ាញនេះគ្រាន់តែជាទីក្រុងដែលខ្ញុំជិះម៉ូតូចូលយន្តហោះដើម្បីទៅប្រទេសហូឡង់ទេអញ្ចឹងជាងតែខ្ញុំគេងនៅនឹងមកយប់ហើយខ្ញុំដាក់ plan ទៅលេងប្រាសាទហ្នឹងហើយនឹងទៅលេងមាត់សមុទ្រហ្មងទៅតែជាក់ស្ដែងប្រទេសស្ប៉ាញនេះអត់មាននៅក្នុងកម្រងរបស់ខ្ញុំទេដោយសារតែខ្ញុំធ្លាប់មកច្រើនដងហើយតែនៅតែសប្បាយអមម្នាក់ឯងតែមកដល់ទីក្រុងស្ប៉ាញនេះគឺប្លែកភ្នែកហ្មងតែនៅប្រាសាទវិញអត់អស់ចិត្តទេមើលទៅខាងក្រៅស្អាតតែមានអារម្មណ៍ថាដូចក្នុងរឿងព្រេងហើយដល់ពេលយើងមកឈរដូចឈរមើលគំនូរមកតាមទៅស្អាតខ្លាំងហ្មងហើយអនមួយថ្ងៃវល់ល្ងាចនៅនឹងឯងត្រង់ទៅបានមកប៉ោអ្នកណាថាដើរលេងមិនឯងសុបាយខ្ញុំដើរលេងមិនឯងធ្វើយើងមានអារម្មណ៍ថាអាចរីកពេលយើងចង់ធ្វើយើងធ្វើនេះឲ្យខ្លួនឯងកាន់តែរឹងមាំមិនខ្លាចនឹងការប្រឈមជាមួយនឹងបញ្ហាផ្សេងអញ្ចឹងពេលវេលាចាំយ៉ាងតែបើយើងអត់ទៅខ្លួនឯងយើងlạiចាំគ្នាគឺមិនងាយកាត់ឡើងហ្មងអានេះរូបភាពខ្លះៗដែលខ្ញុំបានដើរតាមផ្លូវខ្ញុំថតជាប់រហូតបានថតវីដេអូទាំងអស់ទេប៉ុន្តែបានជារូបសិល្បៈខ្លះបានមួយចំនួនតូចព្រោះដោយសារតែថតភាគច្រើនក៏ខ្ញុំមើលផ្ទាល់ខ្ញុំឡាយតែសប្បាយចិត្តនឹងទេសភាពបានថតច្រើនទេហើយក៏ជាចុងក្រោយអរគុណសម្រាប់ការចូលមើលចូល like ចូល comment រាល់វីដេអូរូបភាពដែលខ្ញុំផុសនិយាយមែនខ្ញុំចង់តបទាំងអស់គ្នាពេលខ្ញុំកំពុងដើរនៅខ្លាំងមែនទែនតែពេលខ្ញុំខ្លីខ្ញុំរត់ពីមួយចំមួយក្នុងការថតសម្ដែងរឿងជាខ្ញុំតបទាំងអស់គ្នាឡើងការផុសអីផ្សេងដែរធ្វើប៉ះពាល់ដល់អារម្មណ៍ទាំងអស់គ្នាអញ្ចឹងគ្រាថ្ងៃដំបូងរបស់ខ្ញុំចាប់ត្រឹមនេះអរគុណសម្រាប់ការតាមដានម្ដងទៀតជួបគ្នាវីដេអូបន្តទៀត